Hello សួស្តីទាំងអស់គ្នាមកជួបជាមួយខ្ញុំហើយចាន់ទៀតហើយតោះកម្មការទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងថាតើមាននរណាខ្លះដែលសូមមេរបស់គាត់តែងតែនឹកគិតដល់គាត់ណាហើយបងប្អូនទាំងអស់គ្នាបើគិតថាត្រូវក៏ share ចែកម្លែកគិតថាខុសរំលងណាគាត់អាបាតកាតមកគឺពាក់ព័ន្ធជាមួយនឹង soulmate មានគោលបំណងចង់យកបាច់ផ្កាចង់ celebrate មានអ្នកខ្លះចង់មកជួបអ្នកទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងរឿងស្នេហាតែម្ដងណា soulmate ម្នាក់នេះ Wow King of Pentacles បានថាម្នាក់នឹងជាតារាក៏ថរវកខិតខំតែប៉ុនជាមួយនឹងធាតុដីណាគឺថាមកពលធាតុដីរបស់គេគឺខ្លាំងជាមនុស្សដែលមានលំនឹងជាមនុស្សដែលមាន balance ពាក់ព័ន្ធជាមួយនឹងរឿងលុយកាក់មនុស្សម្នាក់ហ្នឹងគឺមុខមាំច្បាស់លាស់កិច្ចការដែលម្នាក់នឹងធ្វើគឺច្បាស់លាស់ណាហើយពាក់ព័ន្ធជាមួយនឹងKing of Pentacles នេះគឺជាមនុស្សម្នាក់ដែលពោពេញទៅដោយការទទួលពរពីព្រះជាម្ចាស់បរិសម្នាក់នេះនិយាយរំគឺគេជាមនុស្សដែលនិយាយថាជាមនុស្សដែលទទួលបានពរពីព្រះជាម្ចាស់យើងនិយាយចេះចាស់ណាព្រោះអីគេកើតមកគឺមានទ្រព្យអង្គុយលុយហើយណាសូមមេដែលអ្នកនរគ្នានឹកគិតដល់នេះ Wow the devilមានតែ devil ចេញមកទៀតមនុស្សម្នាក់នេះគឺអាចថានៅពេលដែលឃើញនេះគឺចិត្តរបស់គេអន្តរសាណាមានអារម្មណ៍ថាដូចជាជាប់ចំណងអ្វីមួយជាប់ជាក់អាចថាជាប់ជាក់អារម្មណ៍ឬក៏ជាប់ចិត្តជាមួយនឹងអ្នកទាំងអស់គ្នាក៏ថាបានណាពិសេសគឺជាប់ចំណងនេះដល់ពេលវេលាមួយប៉ុន្តែគេដូចជាមាន limit មានការកំណត់អារម្មណ៍ហ្នឹងគេមានព្រំដែនគេក៏អាចឃុំគ្រងអារម្មណ៍របស់គេបានដែរគេមិនមែនថាត្រូវតែដាច់ខាត់ធ្វើតាមអារម្មណ៍របស់ខ្លួនឯងប៉ុន្តែគេអាចគ្រប់គ្រងអារម្មណ៍របស់គេបានណាម្នាក់នេះក៏ពាក់ព័ន្ធជាមួយនឹងសក្តិតារានិកធាតុដីដែលមកនេះគឺ Capricorn ណានិយាយរំគឺ Tauro Virgo Capricorn ប៉ុន្តែនេះគឺបញ្ជាក់ថា Capricorn ណាជាមនុស្សដែលច្បាស់លាស់ Wow at a spot ដូចជាគេចង់ចូលមកហើយអ្វីដែលសំខាន់គឺសកម្មភាពហ្នឹងគឺច្បាស់លាស់ណាសកម្មភាពរបស់គេម្នាក់នេះណាដែលនឹងចូលមកហ្នឹងអាចថាគេច្បាស់លាស់គេអាចជំនះឧបសគ្គគេជឿលើខ្លួនគេថាអាចជំនះឧបសគ្គដែលនៅខាងមុខបានឬក៏គេគិតថាអ្នកទាំងអស់គ្នាហ្នឹងអាចថានឹងបដិសេធគេក៏ថាបាននៅពេលដែលគេចូលមកប៉ុន្តែគេបានតាំងចិត្តរួចថាគេនឹងជំនះម្នាក់ហ្នឹងគឺនិយាយបែបហ្នឹងគេនឹងជំនះ Wow two of Wands ខ្ញុំគិតថាអ្នកទាំងអស់គ្នាក៏អាចថាមិនមែនថាគិតអាចថាមិនមែនថាបដិសេធទេអ្នកទាំងអស់គ្នាក៏មានបំណងចង់ធ្វើដំណើរជាមួយគេចង់រួមដំណើរជីវិតជាមួយគេដែរណាតែប៉ុនជាមួយនឹង Van នេះអ្នកទាំងអស់គ្នាក៏បានសម្រេចចិត្តឆ្លងកាត់ថាត្រៀមខ្លួននឹងឆ្លងកាត់នៅរាល់ភាពលំបាកជាមួយគ្នាខ្ញុំបានឃើញបែបហ្នឹងណា Aries Leo Sagittarius ឬក៏Gemini Libra Aquarius មិនថាអ្នកទាំងអស់គ្នាឬក៏គេទេវាមានធម៌ពលសមុទ្ររាศีនៅក្នុងហ្នឹងណាបានថាក្នុងគោលដៅរបស់អ្នកទាំងអស់គ្នាហ្នឹងអ្នកទាំងពីរហ្នឹងគឺបានត្រៀមខ្លួនរួចជាស្រេចទេក្នុងការទទួលយកនឹងអាចថាគិតច្បាស់លាស់ត្រៀមចានិយាយអ្នកទាំងអស់គ្នារងចាំឱកាសហ្នឹងយូរហើយដើម្បីធ្វើការសម្រេចចិត្តធ្វើដំណើររួមជាមួយគេឬក៏អ្នកទាំងអស់គ្នារងចាំមកផ្លូវគេយូរដែរអ្នកខ្លះWow អ្នកខ្លះអាចថាធ្លាប់ខូចចិត្តអ្នកទាំងអស់គ្នាដូចជានៅពេលដែលជួបម្នាក់នេះគឺអ្វីៗដែលធ្លាប់ខូចចិត្តហ្នឹងគឺប្រែជាភាសាឡើងវិញដូចគេចូលមកព្យាបាលណាដោយសារ Five of Swords នេះគឺចេញមកប្រច្រាស់ដោយសារអីក្នុងពេលដែលឃើញ Swords ភាគច្រើនគឺពាក់ព័ន្ធជាមួយនឹងរឿងចំនួនតោះតែត្រូវបានគេកេងបន្លំណាដូចជាអ្នកទាំងអស់គ្នាទទួលបាននៅយុទ្ធធម៌នៅរឿងដែលត្រឹមត្រូវរឿងដែលគួរទទួលបានព្រោះអីដែល justice គឺចេញមកពាក់ព័ន្ធជាមួយនឹងការពិតមួយចំនួនដែលធ្វើឲ្យអ្នកទាំងគ្នាមានបលែនទទួលបានផលជាទីគាប់ប្រសាមកវិញអ្នកទាំងគ្នាដូចជាជឿនៅលើកម្មផលដូច្នេះហើយមុនពេលដែលចាប់ផ្ដើមអ្នកទាំងគ្នាតែងតែរំពឹងទុកនៅអ្វីមួយមិនហ៊ានធ្វើបាបចិត្តគេឬក៏អ្នកទាំងអស់គ្នាហ្នឹងណាតែគេគិតថាបើស្រឡាញ់អាណាម្នាក់គឺស្រឡាញ់ចេញពីចិត្តហើយម្នាក់ហ្នឹងក៏ដូចគ្នាដែរដោយសារអីក្នុងនេះថាពណ៌ Capricorn Scorpio ឈប់
แต่ซาខ្ញុំមិនខ្ញុំទាញច្រឡំណាត្រូវថាវិខនវ៉ាវដល់ឡាប់ចេញមកទៀតគឺស្នេហាទាំងអស់អ្នកទាំងគ្នាអូដល់ឡាប់មកទៀតណាមិញមានតែនេះវាមានដល់ឡាប់ណាបានន័យថារវាងអ្នកទាំងពីរហ្នឹងគឺជាស្នេហាដែលជាជ្រៅគឺថាមពលចេមណាយមានបេះដូងពាក់ព័ន្ធជាមួយនឹងចេមណាយគិតខ្យល់ណាអាចថាក្នុងគោលបំណងរបស់គេគឺចង់មកជួបអ្នកទាំងអស់គ្នាតែម្ដងណាចេមណាយពោពេញទៅដោយចិត្តនឹងបេះដូងដូចហើយបងខ្ញុំថាគោលបំណងគេមកជួបជុំដោយសារនេះមានរូបពស់អ្វីមួយនឹងចាប់ផ្ដើមពេលដែលម្នាក់នឹងចូលមកអាចថារឿងរ៉ាវល្អផ្សេងនឹងលេចចេញជាផ្លាតការមកណាវ៉ាវគឺច្បាស់ណាស់ 100% គឺគេនឹងធ្វើដំណើរមកណាពំនាំយកអ្វីមួយមកឲ្យវ៉ាវអាចថាពាក់ព័ន្ធជាមួយគោលដៅម្នាក់ដែលនឹងចង់រួមដំណើរជាមួយអ្នកនរគ្នាណានៅសប្តាហ៍គោលដៅទាំងអស់ម្នាក់នេះជាមនុស្សដែលមានគោលដៅមែនទែនរវាងអ្នកទាំងពីរគឺអាចថាជាមនុស្សដែលចូលចិត្តផ្សងព្រេងចូលចិត្តធ្វើដំណើរចូលចិត្ត challenge នៅអ្វីមួយថ្មីឬក៏អ្នកទាំងពីរហ្នឹងណាអាចថាទៅជួបគ្នានៅកន្លែងណាមួយ adventure នៅក្នុងនេះវាពាក់ព័ន្ធជាមួយនឹងការធ្វើដំណើរការផ្សងព្រេងមានគោលដៅមានចិត្តគំនិតដូចគ្នាទើបធ្វើឲ្យអ្នកនរនេះជួបគ្នាឃើញថាអាចថារវាងអ្នកទាំងពីរមាននរណាម្នាក់ដែលខិតខំប្រឹងប្រែងធ្វើការគិតចំពោះរឿងប្រភពចំណូលគួរសមជាមនុស្សដែលផ្ដោតសំខាន់លើរឿងលុយកាក់ទៀតណាខិតខំប្រឹងប្រែងធ្វើការដោយសារជឿជាក់ថាតើតែធ្វើការទើបមានលុយណាព្រោះអីនេះគឺសញ្ជឹងគិតអំពីរឿងប្រភពប្រាក់ចំណូលម្នាក់នេះគឺមានទាំងគោលដៅរួមជីវិតហើយមានទាំងគោលបំណងថាចាប់ផ្ដើមធ្វើអ្វីមួយឲ្យច្បាស់លាស់ណាមិនថាអ្នកទាំងអស់គ្នាធ្លាប់ជួបរឿងអ្វីទេណាកន្លងមកធ្លាប់មានបញ្ហាអ្វីណាព្រោះដូចខ្ញុំបានបញ្ជាក់ហ្នឹងគឺរវាងអ្នកទាំងពីរមាននរណាម្នាក់ធ្លាប់តោះតែងធ្លាប់បែកបាក់ធ្លាប់មានចំនួនឬក៏ធ្លាប់ត្រូវបានគេចំណាយណាប៉ុន្តែវាដល់ពេលវេលាមួយបញ្ចប់ហើយណាការនេះសពចេញមកពីរដងនេះKing of Swords បានថាទាមទារធ្វើសកម្មភាពខ្លាំងមែនទែនរវាងអ្នកទាំងពីរគឺដំណើរអង្គអាចឆ្ពោះទៅធ្វើរឿងអ្វីមួយដែរគិតថាមានសារៈប្រយោជន៍ខ្លាំងសម្រាប់ខ្លួនឯងចំពោះអ្នកទាំងពីរខ្ញុំឃើញថាវាជារឿងមួយដែលល្អខ្លាំងមែនទែនណាវ៉ាវSeven មកទៀត Seven of Pentacles Seven of នេះអាចថាក្នុងការស្វែងរកលុយកាក់ឬក៏ការចាយវាមួយណាដូចជាបានត្រៀមខ្លួនបានប្រុងប្រយ័ត្នខ្ពស់នេះគឺជាការដែលមកបញ្ជាក់ពីអត្ថន័យរបស់វាកាន់តែខ្លាំងណាចេញមកពីរដងលេខ7ណាវ៉ាវ The World បានន័យថាដល់ពេលវេលាហើយដែររវាងអ្នកទាំងពីរនឹងជួបរឿងរ៉ាវល្អៗជាច្រើនណាព្រោះអី The World នេះគឺបានថារឿងរ៉ាវដែលបញ្ចប់គឺពាក់ព័ន្ធជាមួយតារានគរធាតុដីទៀតហើយអាចថាពាក់ព័ន្ធជាមួយនឹង planet គឺ Saturn ណាពុកសៅអញ្ចឹងគឺស្ថិតនៅក្នុងកន្លែងមួយដែលបញ្ចប់កន្លែងមួយដែលរួចរាល់ណាគឺវាប្រៀបដូចជារឿងរ៉ាវមួយចំនួនវាទៅតាមការរំពឹងទុកគឺគេចង់ផ្ដល់ឲ្យគ្រប់យ៉ាងណាដល់ពេលវេលាដែលបញ្ចប់នៅរឿងរ៉ាវមួយចំនួនសកម្មភាពមួយចំនួនហើយទទួលបាននៅក្តីស្រឡាញ់ដែលគេចង់ផ្ដល់ឲ្យគឺរឿងល្អខ្លាំងណានៅក្នុងនេះខ្ញុំឃើញថាពណ៌ Cancer Scorpio Pisces ហើយអ្វីដែលសំខាន់គឺធាតុដីច្រើននៅក្នុងនេះវាមានទាំងដីខ្យល់ទឹកភ្លើងគឺមានទាំងអស់ប៉ុន្តែអ្វីដែលខ្ញុំឃើញច្រើនគឺខ្យល់ទឹកអានេះធាតុដីណាឥឡូវអ្នកនរគ្នាដឹងបានកាតគឺធ្វើដំណើរទៀតអញ្ចឹងរវាងអ្នកទាំងពីរគឺសិតតែចូលចិត្តផ្សងព្រេងណាចូលចិត្តផ្សងព្រេងចូលចិត្តធ្វើដំណើរអញ្ចឹងការចាប់ផ្ដើមនៃគោលមួយដែលពោពេញទៅដោយចិត្តកំណត់ដូចគ្នាគឺវាជារឿងដែលល្អខ្លាំងដែរចង់ផ្ដល់ឲ្យណា 100% អូខេអញ្ចឹងខ្ញុំឲ្យនិយាយដល់អ្នកគ្នាបើគិតថាត្រូវក៏ share ចំណែកគិតខលអនឡងណាអរគុណច្រើន